ស្ដីបងប្អូនអ្នកទី12ទាំងអស់គ្នាថ្ងៃនេះគឺមកតវីដេអូសាមញ្ញណាដែលនិយាយអំពីអក្សរសិល្ប៍ចឹងថ្ងៃនេះយើងចូលដល់លក្ខណៈអក្សរសិល្ប៍ម្ដងលក្ខណៈអក្សរសិល្ប៍ទាំងអស់មាន8ទី1លក្ខណៈមនុស្សទី2លក្ខណៈប្រវត្តិទី3លក្ខណៈជាតិទី4លក្ខណៈអន្តរជាតិទី5លក្ខណៈវណ្ណៈទី6លក្ខណៈតថៈទី7លក្ខណៈប្រជាជននិងទី8លក្ខណៈសង្គមណាអញ្ចឹងនេះបងប្អូនមើលលេងទៅចឹងអក្សរសិល្ប៍លក្ខណៈមនុស្សជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណាដែលលើកយកបញ្ហាមនុស្សមកចោទនិងដោះស្រាយនៅក្នុងដំណើររឿងណាទី2លក្ខណៈប្រវត្តិជាអក្សរសិល្ប៍ដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍ខ្លះៗជាប្រវត្តិសាស្ត្រឧទាហរណ៍រឿងកន្លះហំកុងរឿងភូមិដេឆានិងរឿងទុំទាវអញ្ចឹងពេលបងប្អូនអានរឿងទាំងអស់នេះទៅបងប្អូននឹងដឹងថាតើអក្សរសិល្ប៍លក្ខណៈប្រវត្តិហ្នឹងវាយ៉ាងម៉េចណាទី3លក្ខណៈជាតិជាអក្សរសិល្ប៍ទាំងឡាយដែលត្រត្រង់វប្បធម៌សង្គមធម៌ឧទាហរណ៍នៅក្នុងរឿងភូមិដេឆានៅរឿងកូលីកំណែតនិងរឿងទុំទាវអញ្ចឹងនៅក្នុងរឿងទុំទាវបងប្អូនប្រកាសជាដឹងអំពីពិធីចូលម្លប់ឃើញអ្នកនិពន្ធបានបង្ហាញឲ្យយើងដឹងថាប្រជាជននៅសម័យលង្វែកហ្នឹងគាត់ធ្វើពិធីចូលម្លប់សម្រាប់កូនស្រីឃើញទេអាហ្នឹងគឺជាការត្រត្រង់វប្បធម៌នោះតោះទី4លក្ខណៈអន្តរជាតិគឺជាស្នាដៃដែលមានលក្ខណៈជាតិហើយត្រូវបានទទួលស្គាល់ថាជាអត្ថបទដែលមានតម្លៃត្រត្រង់វប្បធម៌និងអរិយធម៌ជាតិពិតបន្ទាប់មកត្រូវបានជនបរទេសនឹងយកទៅសិក្សាផ្សព្វផ្សាយនៅក្នុងសង្គមរបស់គេណាដូចជារឿងទុំទាវរឿងជួនកំណាញ់រឿងរ៉ូមីអូនិងជូលីយ៉ែតណារបស់ Shakespeare តោះទី5លក្ខណៈវណ្ណៈជាអក្សរសិល្ប៍ដែលបានលើកយកណាការតស៊ូវណ្ណៈដើម្បីការពារឧត្តមគតិចរិតគោលបំណងនៃវណ្ណៈណាមួយមកបង្ហាញទី6លក្ខណៈតថៈជាអក្សរសិល្ប៍ដែលបានបង្ហាញពីសច្ចភាពសង្គមនាសម័យកាលណាមួយរួមផ្សំនឹងគំនិតច្នៃប្រឌិតរបស់និពន្ធកន្លែងនេះគូចង់បង្ហើបប្រាប់តិចថាអ្នកនិពន្ធបានមើលបង្ហាញអ្នកនិពន្ធបានមើលឃើញអំពីបញ្ហានៅក្នុងសង្គមណារួចហើយគាត់យកបញ្ហានោះយកមកសរសេរឬក៏បង្កើតជាសាច់រឿងដោយគាត់បញ្ចេញបញ្ចូលគំនិតគាត់បន្ថែមអញ្ចឹងណាទី7តោះលក្ខណៈប្រជាជនជាអក្សរសិល្ប៍ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើជីវភាពរស់នៅរបស់ប្រជាជនទាំងជីវភាពទាំងសម្ភារៈភាសាស្មារតីផ្នត់គំនិតឆន្ទៈសតិអារម្មណ៍មនោសញ្ចេតនានៅមានច្រើនទៀតណាអញ្ចឹងសរុបឲ្យខ្លីទៅថាអក្សរសិល្ប៍លក្ខណៈប្រជាជនហ្នឹងគឺជាអត្ថបទរឿងទាំងឡាយណាដែលគេតាក់តែងឡើងរៀបរាប់អំពីការរស់នៅរបស់ប្រជាជនណាការប្រកបមុខរបររកស៊ីអីហ្នឹងអញ្ចឹងមើលរឿងទុនជ័យរឿងអាក្រក់នៅឃើញណាតោះទី8អក្សរសិល្ប៍លក្ខណៈសង្គមជាអក្សរសិល្ប៍ដែលបានលើកយកបញ្ហាក្នុងសង្គមហ្នឹងដែលកើតមាននៅក្នុងសម័យណាមួយហ្នឹងមកចោទនិងដោះស្រាយទៅតាមសភាពលក្ខណៈនៃតួអង្គឧទាហរណ៍នៅក្នុងរឿងទុំទាវអញ្ចឹងសង្គមខ្មែរនៅសម័យរឿងទុំទាវហ្នឹងគឺសម័យលង្វែកអញ្ចឹងនៅក្នុងសម័យលង្វែកមានបញ្ហាខ្លះឃើញទេអញ្ចឹងគេយកបញ្ហានោះបង្កើតជាសាច់រឿងរួចហើយគេដោះស្រាយទៅតាមសភាពលក្ខណៈឧទាហរណ៍គេយកបញ្ហាស្នេហាអញ្ចឹងបញ្ហាស្នេហារបស់កំឡោះកំមុំសម័យលង្វែកហ្នឹងគឺត្រូវបានឪពុកម្ដាយបំបាក់ណាស្នេហាពីច្រើនមិនសមប្រកបទេអញ្ចឹងគេអាចយកបញ្ហាហ្នឹងមកចោទនិងដោះស្រាយតាមរយៈការបង្កើតតួអង្គតំណាងតួអង្គទុំតំណាងឲ្យយុវជននៅក្នុងសម័យលង្វែកទាំងអស់ដែលមានវាសនាប្រហាក់ប្រហែលណាទៅនឹងទុំចំណែកឯតួអង្គទាវគឺតំណាងឲ្យនារីទាំងអស់នៅសម័យលង្វែកដែលមានវាសនាមិនខុសពីនាងទាវអញ្ចឹងគាត់ថាអ្នកខ្លះស្លាប់ដោយសារលោតទឹកចងកឯទាវវិញស្លាប់ដោយការបំពង់កឯងធ្វើអត្តឃាតអញ្ចឹងណា